vậyបញ្ហាសង្គមថ្ងៃនេះខ្ញុំពិតជារីករាយណាស់ដែលខ្ញុំឃើញសាររបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីសូមហត្ថផ្ទៃគឺបានចេញសារព្រមានដាច់ណាត់មួយគឺថាទៅដល់មន្ត្រីរាជការក៏ដូចជាកងកម្លាំងប្រវត្តិចំណុះឲ្យក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងអស់ណាបើផឹកស៊ីស្រវឹងបើកបបង្កគ្រោះថ្នាក់ចរាចរណ៍ណាបណ្ដាលឲ្យគេរបួសឬស្លាប់អីហ្នឹងគឺថាត្រូវតែដេញចេញពីក្របខ័ណ្ឌតែម្ដងនេះគឺជាសារមុតស្រួចក្នុងការប្រមានទៅដល់មន្ត្រីរាជការស៊ីវិលក៏ដូចជាមន្ត្រីនគរបាលឬក៏មន្ត្រីពន្ធនាគារដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួងមហាផ្ទៃអញ្ចឹងសូមឲ្យអស់លោកតាំងកពិតទៅគាត់ផ្ញើសារនេះគាត់ផ្ញើសារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃរបស់គាត់ទេប៉ុន្តែអានេះក៏ជាសារទូទៅដែរក្រសួងផ្សេងក៏គួរតែអញ្ចឹងដែរមន្ត្រីណាភ្លើនទៅផឹកស៊ីសវឹងបើកបនឹងដេញចោលទៅកុំទុកហ្នឹងហើយបើជនស៊ីវិលឬក៏ប្រជាជនណាបង្កគ្រោះថ្នាក់ដាក់គុកទៅកុំលើកលែងព្រោះឥឡូវនេះគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនអញ្ចឹងហើយបានឯកឧត្តមសសខាលោកបានស្នើសុំទៅសម្ដេចកាប់ប្តីហ៊ុនម៉ាណែតដាក់ពង្រាយកម្លាំងចរាចរណ៍ឡើងវិញខ្ញុំថាដាក់ប្រមាណខេត្តហ្នឹងមិនគ្រប់ទេខ្ញុំជាសំណុំពរខ្ញុំទេខ្ញុំឯអ្នកប្រឆាំងការដាក់តែឥឡូវនេះខ្ញុំសូមថាដាក់ពង្រាយទូទាំងប្រទេសហ្មងទៅដើម្បីទប់ស្កាត់នៃការគ្រោះថ្នាក់ព្រោះចរាចរណ៍ថ្ងៃនេះស្លាប់ច្រើនណាស់បាទមានថ្ងៃខ្លះស្លាប់ជាង10នាក់មួយថ្ងៃក៏មានដែរបាទអញ្ចឹងដោយសារអីលបឿនភាគច្រើនលើសលបឿនហើយនឹងសវឹងបាទអញ្ចឹងបើយើងមិនរឹតបន្តឹងទេគ្រោះថ្នាក់ស្លាប់ឃាតករលើដងផ្លូវនេះសាហាវណាស់អញ្ចឹងគឺយើងនាំគ្នាគ្រប់គ្រងឯកឧត្តមសសខាក្នុងការចេញនៅវិធានការមើងម៉ាត់ក្នុងការរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍បាទករណីគ្រោះថ្នាក់ចរាចរណ៍គឺយើងគ្រប់គ្រងពេញទំហឹងតែម្ដងបាទព្រោះបើមន្ត្រីខ្លះអាងមានបនស័កអាងមានតួនាទីអាងមានស្អីហ្នឹងចេះតែដើរផឹកស៊ីបើកបតាមអំពើចិត្តមានដឹងស្អីហ្នឹងណាអាហ្នឹងល្មមដឹងខ្លួនហើយនៅធ្វើមកតង់ទៀតមន្ត្រីណាបើកឡានរាជការឬឡានលេខណូបអីចូលការ៉ាអូខេចូលហាងផឹកស៊ីអីហ្នឹងគឺត្រូវបញ្ឈរជើងត្រូវដាក់វិន័យអីយ៉ាងម៉េចព្រោះឥឡូវនេះភ្លេចខ្លួនមកទៀតហើយឥឡូវនេះខ្ញុំឲ្យបងប្អូនយើងជួយមើលយើងជាកែវភ្នែករបស់សង្គមរួមចំណែកកែលម្អសង្គមយើងត្រូវហ៊ានថតរូបវីដេអូក្តីថតហ្វិកក្តីរថយន្តលេខណូបលេខរាជការឬលេខខម៉ូដែលចតនៅហាងផឹកស៊ីនៅកន្លែងក្លឹបឬនៅកន្លែងការ៉ាអូខេថតឲ្យផ្ញើមកខ្ញុំណាមិនហ៊ានបង្ហោះខ្ញុំអ្នកហ៊ានបង្ហោះពីព្រោះយូរទៅភ្លេចខ្លួនអាណាធិបតេយ្យឡានលេខរាជការឡានលេខអង្គភាពនាំគ្នាយកទៅចូលហាងការ៉ាអូខេយកទៅហាងផឹកស៊ីណាយកទៅក្លឹបយកទៅអីចឹងអាហ្នឹងវាមិនល្អទេវាមិនល្អទេព្រោះវាប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នហ្នឹងហើយរបស់ស្ថាប័នណាហើយក្នុងរឿងនឹងដដែលក្នុងក្របខ័ណ្ឌមហាផ្ទៃសូមនិយាយបន្តបន្តិចដែរវាពាក់ព័ន្ធទៅនឹងរឿងរសើបដែលពលរដ្ឋជាអ្នករស់ស៊ីជួលឡានឲ្យជនជាតិបរទេសមិនថាចិនឥណ្ឌូនេស៊ីឬក៏អត់ដឹងជនបរទេសណាទេនិយាយឲ្យស្រួលស្ដាប់ងាយសង្ខេបខ្លីថាពលរដ្ឋខ្មែរដែលរកស៊ីជួលឡានឲ្យជនបរទេសគាត់កំពុងតែមានវិបត្តិពលរដ្ឋខ្លះគាត់ចងការគេយកទៅទិញឡានជួលឲ្យគេណាពលរដ្ឋខ្លះគាត់មានធនធានតិចតួចមានឡាន1 2អញ្ចឹងទៅយកទៅជួលឲ្យគេដល់តែពេលគេបង្ក្រាបបទល្មើសឡានពួកគាត់ហ្នឹងត្រូវគេចាប់គេដកហូតបាទចាប់ដកហូតទៅបើសិនជាឡានហ្នឹងវាពាក់ព័ន្ធបទល្មើសស្អីទៅយើងមិនថាទេឡានខ្លះអត់មានបទល្មើសអីទេគេចតចោលស្ងៀមហ្នឹងក៏គេទៅចាប់ដកហូតឡានពីកន្លែងគេមកដែរហើយចាប់ដកហូតហ្នឹងមន្ត្រីយើងខ្លះក៏គេធ្វើត្រឹមត្រូវទៅគេធ្វើកំណត់ហេតុដកហូតចាប់យកវត្ថុតាងណាគេធ្វើបញ្ជូនទៅតុលាការឬក៏បញ្ជូនទៅថ្នាក់ជាតិថ្នាក់អីណាហោហាយអញ្ចឹងទៅដើម្បីគេអនុវត្តត្រឹមត្រូវតាមនីតិវិធីក៏ប៉ុន្តែទន្ទឹមហ្នឹងក៏មានបុគ្គលខ្លះគេហៅថាត្រីងៀតឆ្លៀតពងយកទួនាទីនឹងអំណាចបនស័កដែលខ្លួនមានហ្នឹងដកហូតឡានគេមកយករក្សាទុកខ្លួនឯងឃើញឡានណាល្អជ្រើទុកខ្លួនឯងដោយគេអាងរំពឹងថាចាប់ពួកបរទេសទាំងហើយបញ្ជូនចេញទៅក្រៅអស់ហើយអញ្ចឹងពេលវាចេញទៅផុតឡាននេះដឹងរបស់យើងឯងគាត់អត់គិតថាឡានហ្នឹងឡានគាត់ពួកបរទេសអស់ហ្នឹងជួលខ្មែរជីទេណាមានច្រើនណាស់ស្ទើរតែគ្រប់រាជធានីខេត្ត
đấy lấy chẹo sấy để mà ngày nữa bị tu chứ này đấy hướng phải về nó môi từ hướng phải tìm bên chơi nó môi từ vài vài lấy lưu về nó tha sầm rộ này lấy sầm rộ mà chương tiệt thời tái xôm sầm nôm po từ ôn song ca nó cứ tha phơi mấy cầm oi cầm ho mà đòn hay mà đòn tiệm đòn hay mà đòn tiệt cả này mà mơn cho mấy ông nga tâm sầm rộ chop lấy nó mà tranh clear hưởng lan sau đây nó môi tiệt lấy ok sầm rộ chop môi tiệt chắc cái vinh ai cái phép này miền bom ôn xong máu khi nhom cỏ men đạch hạt là ớt cho đây bom ôn sờ nôm po mình ao sai gặp nhưng mình sai tay cầm cỏ ta sờ nôm po ti xong thưa mấy cây đầm rư chấm nói phát hạt bọc luôn thưa ở ban là vì bộ nặng lứa lúc mình men chơi thọ ao dục vô cục đường thì lấy pi sâu này ai mình được tị bay đây bởi lực tị bay nhưng xong sập bẹt nặng đặng non của zoom hạt tây mà đòn nhom xong lời ní lực tị môi lực tị pi vậy thằng tới miền cái sông mà khla khâu hai chẳng tớiแต่lời ní lực tị bay nhưng sập bẹt sông bình anh vậy nè thoáng bà cứ đầm bay bà dương mình chân tế bà dương mình cài tế ngày cái mà nó khôi tiết an tham miên ca xâm đọ xâm rôn mùi nè lấy chọc hay khi nhóm bắt miên bằng y tế xong rồi chọc bom ôn dương tầng ọc này có chọc tới là mỗi lúc xong đầu biết có nâng ban tu la nâng vinh chắp đây nè dân dương phải chọc rương bày về đời lấy rương nơi về ti miền chơi chỉ môi nâng lên sập hẹ nó nhóm sẵn khâm tha ai đâm mà kẹt non ca đôi ai đâm mà phi lúc nâng và cảក្រុមអធិការកិច្ចចុះទៅស៊ើបអង្កេតស្រាវជ្រាវពីព្រោះមិនមែនរឿងឡាន Ford Mustang មកគ្រឿងហ្នឹងទេតាមព័ត៌មានដែលខ្ញុំទទួលបានពីប្រជាពលរដ្ឋដែលផ្ដល់មកថាលោករ៉េនសុភ័ក្រនេះស៊ីឡានគេច្រើនណាស់ស៊ីទ្របគេច្រើនណាស់ហើយឮថារកស៊ីចិញ្ចឹមមេដឹងមេណាខ្ញុំអត់ដឹងទេគេគ្រាន់តែប្រាប់ឃើញខមមិនឃើញញ៉ាសាមកហោហើយអញ្ចឹងបើការស៊ើបអង្កេតស្រាវជ្រាវដើម្បីយើងការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិមន្ត្រីរបស់យើងដែលត្រឹមត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃហាទឹកហាភ្លៀងហាថ្ងៃហាខ្យល់តែបែរជាបុគ្គលយ៉ាងចឹងយកតួនាទីទៅធ្វើរឿងផ្ដេសផ្ដាស់ទៅចាប់យកឡានគេអត់បញ្ជូនទៅតុលាការអត់ធ្វើកំណត់ហេតុដកហូតអីធំត្រូវហើយឡានអត់មានបទល្មើសអីផងយកទៅឲ្យកូនជិះយកឲ្យអីចឹងយើងសួរមើលអីក៏អាក្រក់ម៉េះអញ្ចឹងខ្ញុំសង្ឃឹមថាគួរតែមានការស៊ើបអង្កេតមិនមែនលោកស្នងការហៅយកទៅសួរពី3ម៉ាត់ប្រឡែងចេញមកវិញដើរបោះពាក្យសម្ដីថាកុំទៅខ្វល់មួយពួកអាកាសែតអស់ហ្នឹងចង់ថ្ងៃវាស្រែកអីស្រែកទៅសំខាន់សញ្ញេដកសញ្ញេដាក់លើគាត់ទេលើមេទេថាឲ្យតែចលើមខ្ញុំវាយជុំលោកឯងរហូតតតែលឺដល់លឺឲ្យតែលោកឯងប្រហើនអាប្រើពាក្យថាឲ្យផ្សាយទៅណាពាក្យហ្នឹងខ្ញុំស្រួលលុតខ្ញុំស្រួលវាយខ្ញុំប្រាប់រឿងខ្លះខ្ញុំស្ងាត់ស្ងៀមហ្នឹងដោយសារតែខ្ញុំរងសម្ពាធទេបើឲ្យខ្ញុំខ្លាចខ្ញុំអត់ខ្លាចទេបាទហើយខ្ញុំក៏មានមនោចេតនាខ្លះខ្ញុំមិនចង់ថានេះដោយសារយើងចិត្តបោះឆ្នោតមិនចង់ថាហែកហួរអីទេមិនចង់ហែកហួរអីទេប៉ុន្តែបងប្អូនយើងខ្លះឃើញគេស្ងាត់ឃើញគេស្ងៀមចង់ជីសេះលែងដៃត្រូវចាំឲ្យច្បាស់កុំភ្លេចអំពីព្រឹត្តិការណ៍លទ្ធផលឆ្នោតឆ្នាំ2013ឲ្យសោះខ្ញុំប្រាប់ឲ្យលទ្ធផលឆ្នាំ2013នេះផ្ដើមចេញពីការជីសេះលែងដៃណាអស់លោកឯងកុំភ្លេចពេលវេលាកន្លងផុតទៅ13ឆ្នាំឆាប់រហ័សខ្ញុំឈឺចាប់ណាស់ក្នុងនាមអ្នកគាំទ្រគណៈបកក្នុងនាមអ្នកគាំទ្ររដ្ឋាភិបាលដែលគេអត់មានធ្វើអីសោះគេយក55កៅអីដោយសារអីដោយសារទង្វើអាក្រក់របស់បុគ្គលមួយចំនួនហើយនាំគ្នាបាត់បង់ហ្នឹងណាគេយកអស់គេយកចង់អស់គេយក55កៅអីមិនមែនរឿងធម្មតាទេណាមិនរឿងធម្មតាទេអញ្ចឹងសូមកុំឲ្យគំរូអាក្រក់ដែលមុនលទ្ធផល2013ហ្នឹងមកចេះយើងនៅឥឡូវនេះណាសូមឲ្យយើងកែធ្វើឲ្យតែល្អទៅណាប្រជាជនគេគោរពស្រឡាញ់គ្រប់គ្រងថ្នាក់ដឹកនាំគេគោរពស្រឡាញ់តែអំពើល្អមន្ត្រីណាធ្វើល្អគេសាទរគេគ្រប់គ្រងមន្ត្រីណាធ្វើមិនត្រឹមត្រូវគេរិះគន់ដើម្បីឲ្យមានការកែលម្អណាដោយរឿងនៅស្វាយរៀងអញ្ចឹងតែចាប់គេចម្រិតយកលុយស្រស់អញ្ចឹងហើយបើសិនជាពួកគាត់រួចខ្លួនទៀតខ្ញុំសួរថាតើយើងជាប្រជាជនពួកខ្ញុំជាអ្នកកសែតទៅជឿការដឹកនាំរបស់ស្ថាប័នរបស់អង្គភាពនឹងរបៀបម៉េចឥឡូវសុំខ្ញុំបានស្អីក៏សុំបានដែរឲ្យខ្ញុំបិទមាត់ខ្ញុំបិទប៉ុន្តែខ្ញុំសួរថាតើមានវិធានការណាខ្លះទេឧទាហរណ៍នៅស្វាយរៀងស្ងាត់ឈឹងមិនតាន់ដោះណាឥឡូវដោះឬដាក់ប្រាប់ឲ្យដឹងមកថាឥឡូវករណីហ្នឹងគ្រាន់តែជាការចាប់ចម្រិតលុយធម្មតា 9000 ទេมันអាចដកតំណែងអីបានទេมันអាចផ្អាកការងារបានទេអូខេអាយដាមធ្វើទៅខ្ញុំក៏គ្រប់គ្រងដែរខ្ញុំមកថាអីកុំឲ្យស្ងាត់ស្ងៀមអញ្ចឹងប្រជាជនគេឆ្ងល់អាគេឆ្ងល់អាស្ងាត់ស្ងៀមហ្នឹងដល់ពេលលទ្ធផលឆ្នោតចេញមកវាអត់ពេញចិត្តទេយើងទៅសាពះសុំប្រជាជនឲ្យជួយគ្រប់គ្រងបោះឆ្នោតឲ្យយើងតែយើងមន្ត្រីរបស់យើងមួយចំនួនបែរទៅជាចាប់ប្រជាជនចម្រិតយកលុយ
nhom xua tha dương tại khosna tại cho ca nghe phải răng bạc sóc sai là tập ở ngay ní đầm bấy ấy dương mình tới đầm bấy sông sầm là chết con trâu bị chịu bớt hay cho bọn mình tây dương mà chấm nuôn tối quạt vừa cọ trắng á tao phải chịu bớt khosna là quạt khọt thế vậy quạt khọt thì nó quạt khọt thì chấm sân nôm po ai đâm đặt nôm nơiក្នុងស្ថាប័នមហាផ្ទៃអីហ្នឹងណាពិចារណាទៅថាតើយើងគួរទេយើងគួរទុកទេផុសតាងរាប់លុយវីដេអូមានច្បាស់កន្លែងឬក៏ថាវីដេអូនឹង AI មកដល់ម៉ោងនេះស្នងការខេត្តសៀមរាបប្រទេសសុំទោសស្នងការខេត្តស្វាយរៀងអត់ទាន់ចេញភ្លឺទេស្ងាត់ឈឹងឥឡូវនាំគ្នាស្ងាត់គ្រប់រឿងអានេះស្ងាត់អានេះស្ងាត់អានេះស្ងាត់ព្រៃវែងស្ងាត់ស្វាយរៀងស្ងាត់ប្រទេសមានជ័យស្ងាត់ឥឡូវនេះពោធិ៍សាត់មួយទៀតពោធិ៍សាត់ឮថាមន្ត្រីម្នាក់ហ្នឹងឈ្មោះអាដាមឲ្យសាក់3ទៅកាក់ឡានដឹកជនជាតិចិនណាឆែកឆេគេរលុយឲ្យកាក់គេហើយមន្ត្រីហ្នឹងតាមខ្ញុំដឹងបងស្នងការប្រាប់ខ្ញុំគឺជាប់វិន័យហើយទៀតហើយឆ្លៀតលួចធ្វើសកម្មភាពបំពានច្បាប់ដោយសារអីដោយសារគាត់ជាប់វិន័យហើយគេមិនដាក់វិន័យអីធ្ងន់ធ្ងរផងអញ្ចឹងគាត់តែងៀតឆ្លៀតពងគាត់លួចទៅកាក់គាត់ធ្វើសកម្មភាពអាហ្នឹងកាមេរ៉ាឡានតាក់ស៊ីគេមានគេថតបានឃើញទេតែឥឡូវខ្ញុំមិនមែនថាយើងឲ្យសនំពោចិត្តខ្ញុំចង់មិនមែនខ្ញុំចង់ឲ្យថ្នាក់ដឹកនាំមហាផ្ទៃឃើញប៉ះដៃយកដៃប៉ះយើងយកជើងទេធម្មតាយើងក៏មានលក្ខន្តិកៈរបស់កងកម្លាំងដែរខុសកម្រិតណាដាក់តនកម្មកម្រិតណាដាក់វិន័យកម្រិតណាមាន1 2 3ហោហើយអញ្ចឹងទៅប៉ុន្តែគួរតែមានមិនមែននៅស្ងៀមស្ងាត់ទុកឲ្យប្រជាជននាំគ្នាឆ្ងល់រួចហើយយើងនាំគ្នាថ្ងៃសៅរ៍ថ្ងៃអាទិត្យនាំគ្នាទៅចុះឃោសនាប្រជុំពេលអាវប៉ាក់ណានិយាយអំពីគោលនយោបាយដឹកនាំល្អហោហាយចេះប៉ុន្តែមន្ត្រីឲ្យលួយយើងអត់ធ្វើការហ្នឹងអត់បានទេខឹងខ្ញុំខឹងចុះតែខ្ញុំគ្រាន់តែជាសំណុំពរទេថាឲ្យមានវិធានការអីណាមួយដើម្បីឲ្យណែមហាជនគាត់មានការជឿជាក់ការដឹកនាំល្អអញ្ចឹងកែតម្រង់អញ្ចឹងពេលថាកែតម្រង់ស៊ីជម្រៅណាដូចឈុនឆាងហ្នឹងគាត់រឿងអីយើងប៉ះអត់បានគាត់ទៅចាប់ចម្រិតឡានគេយកលុយស្រស់ហ្នឹងផុសតាងមើលនឹងភ្នែកអញ្ចឹងស៊ើបអង្កេតទេក៏យូរម៉េចបាទខ្ញុំមិនមែនទៅចង់ប៉ះអីទេប៉ុន្តែបើវាឃើញនឹងភ្នែកអញ្ចឹងខ្ញុំទទួលស្គាល់គ្មានណាល្អគ្រប់10ទេវាតែងតែមានចំណុចខុសឆ្គងនេះខុសឆ្គងនោះប៉ុន្តែរឿងអញ្ចឹងឲ្យយើងនាំគ្នាសង្ងំស្ងៀមអានឹងអត់កើតទេសូមឲ្យខ្ញុំយកយល់រឿងខ្លះតែក៏យកយល់ដល់ប្រជាជនវិញខ្លះដែរឥឡូវប្រជាជនណាហ៊ានប្តឹង1បាត់ប្តឹង2បាត់ប្តឹង3បាត់ថ្ងៃក្រោយប្រជាជនលែងហ៊ានប្តឹងហើយគេរុញទូកដោយទឹកហើយជ័យធ្លាក់ទឹកបាទអានឹងអត់បានទេខ្ញុំសូមឲ្យមានការកែតម្រូវនៅចំណុចខ្វះខាតខ្លះដើម្បីឲ្យវាល្អប្រសើរទាំងអស់គ្នាបាទល្អប្រសើរទាំងអស់គ្នាលើនឹងរឿងនៅប៉ោយប៉ែតខាទៅជួបស្នងការហើយស្នងការហៅអំភ្លឺហើយត្រឡប់ចេញមកវិញអូដើរអួតក្អេងក្អាងដើរអញដោះស្រាយចប់ហើយមានអីទៀតហ្នឹងហើយឥឡូវឡានហ្នឹងឮថាមិនឲ្យម្ចាស់គេវិញទេរុញទៅគណៈកម្មការណានោះអាហ្នឹងគេហៅសុស៊ីមិនដាច់ស៊ីអត់ដាច់រុញទៅលើទៀតហើយទៅធ្វើបាបម្ចាស់គេម្លឹងលោកឲ្យលោកណាលើកមុននោះយកម៉ូតូគេមួយនៅអូជ្រៅនឹងយូរហើយកាលខ្ញុំទៅឈរជើងនៅព្រៃច័ន្ទប្រជាជនចាប់ម៉ូតូគេទៅយកម៉ូតូគេឆៅហ្មងដល់ខ្ញុំទៅលោឡាស្រែកអីវេះវោះចឹងទៅភ័យខ្លាចរត់យកម៉ូតូនឹងមកឲ្យប្រជាជនវិញឥឡូវឡានហ្នឹងដូចគ្នាទៀតយករបស់គេឆៅចឹងដល់ទៅពេលគេស្រែកទៅភ័យស្លន់ស្លោដោះសារលិចកើតជើងត្បូងរុញឡានហ្នឹងឲ្យផុតទៅដល់ដៃផុតដៃរបស់ខ្លួនឯងថ្ងៃក្រោយគេថាឥឡូវទៅដល់ថ្នាក់លើហើយយើងធ្វើបាបម្ចាស់គេធ្វើបាបម្លឹងបាទយើងទៅធ្វើម៉េចឥឡូវនេះប្រជាជននៅសប្តាហ៍ថ្ងៃគេមិនមែនទីងមងពេលខ្លះគេអត់ហ៊ាននិយាយតលតែស្លៀកស៊ីវិលដើរស្ដាប់តាមទៀមកាហ្វេតាមផ្សារតាមវងមហាជនកន្លែងគេប្រមូលដុំនេះអ៊ូដើម្បីចង់ដឹងគេនិយាយខ្លះហើយកណ្ណាយើងមានកំហុសឆ្គងខ្លះយើងអត់នាំគ្នាមានវិធានការថ្ងៃក្រោយមន្ត្រីខូចនឹងនៅបន្តខូចទៀតហ្នឹងហើយយើងមើលទៅអាកម្រិតណាត្រូវបញ្ឈរជើងផ្អាកការងារស្អីយើងធ្វើទៅអាណាត្រូវអប់រំបានអប់រំទៅព្រោះយើងធ្វើនយោបាយយើងដឹកនាំដើម្បីយកការគ្រប់គ្រងពីប្រជាជនហើយវាយើងនាំគ្នាធ្វើអត់ច្បាស់លាស់ហើយទៅធ្វើបាបហើយនិយាយឡើងហ្នឹងអាផែងវណ្ណៈវាវាយតែមហាផ្ទៃវាយតែបលិសហើយចុះឥឡូវធ្វើម៉េចបើពួកហ្នឹងនាំគ្នាខូចទៅពីតាពេញទឹកពេញដីចឹងធ្វើម៉េចឡើយខ្ញុំអត់ចង់ប៉ះទេនិយាយស្មោះត្រង់ទៅវ័យខ្ញុំប៉ុណ្ណេះខ្ញុំចង់ទៅអង្គុយចំត្រីនៅស្រុកភូមិខ្ញុំនោះត្រីវែងនោះសោយសុកនៅក្នុងខ្ញុំចង់ទៅប៉ះគេទេខ្ញុំហត់ណាស់រាល់ថ្ងៃនេះខ្ញុំក៏មិនទៅចង់និយាយបានដែរតែពេលឃើញប្រជាជនខ្លះលខិលខាមកផ្ទះខ្ញុំមកផ្ទះខ្ញុំទឹកភ្នែកទឹកសបោយំអញ្ចឹងបើខ្ញុំមិនចេញស្រែកចេញជួយចេញថាខ្លះយើងធ្វើម៉េច
chia chôn dân còn ọt chấm rơi nằng ấy thằng đặng nom lục hầm hướng bật tê chiết phong hướng ấy smoke smile chẳng pin tập pin đấy ngó ấy dân thưa mày mình chui mà đẩy mà chơi nhóm sông tập năng thế nhưng mình vậy chán cái dục này nhóm sông là thưa mách cài từ quanh tầm màu na thời vẽ cắt dương vẽ cắt tới hay bây giờ nơi tại sông cả lông hướng khá và gà tê chẳng nhầm sông bên sông văn năng bà nhầm lại dục này nhầm mình vậy trở nên sông tập văn năng này nhầm chọn phải phổ nhầm coi dụ ba này chưa chỉ cây chẳng sông tốt bóng ổn hoặc này hay sông họ con sông chỉ được đi không